ការគិតច្រើនពេកមានន័យថាជាការគិតអំពីបញ្ហាឬស្ថានភាពលំបាកច្រើនពេកវាធ្វើឲ្យចិត្តរបស់យើងអស់កម្លាំងនិងបង្កើតបាននូវភាពតានតឹងនិងការភ័យខ្លាចកាន់តែច្រើននៅពេលយើងគិតច្រើនពេកបញ្ហាតូចមួយសោះក៏ធ្វើឲ្យយើងចាប់ផ្ដើមមានអារម្មណ៍ថាជាបញ្ហាធំនិងច្របូកច្របល់ផងដែរជារឿយៗការគិតច្រើនវាបញ្ឈប់យើងអំពីសកម្មភាពនិងរារាំងយើងពីក្តីរីករាយក្នុងពេលបច្ចុប្បន្នវាបំពេញឲ្យចិត្តរបស់យើងនៅការព្រួយបារម្ភអំពីអតីតកាលឬអនាគតកាលដែលមិនចាំបាច់ដើម្បីកាត់បន្ថយការគិតច្រើនយើងគួរតែផ្ដោតលើអ្វីមួយដែលយើងអាចគ្រប់គ្រងបានហើយចាត់វិធានការសាមញ្ញធ្វើវាឲ្យដំណើរការឆ្ពោះទៅមុខការជាប់រវល់នឹងការងារការគិតវិជ្ជមាននិងការមានទំនុកចិត្តលើខ្លួនឯងអាចជួយកាត់បន្ថយពីការគិតបានច្រើនចិត្តស្ងប់តាមរយៈការធ្វើសមាធិអាចនាំឲ្យយើងមានសេចក្តីសុខទាំងផ្លូវចិត្តនិងផ្លូវកាយពេលចិត្តនិងអារម្មណ៍នៅផ្ដោតជាមួយគ្នាជួយឲ្យយើងធ្វើការសម្រេចចិត្តបានល្អប្រសើរជាងមុនការយកចិត្តទុកដាក់គឺជាសមត្ថភាពក្នុងការផ្ដោតគំនិតរបស់អ្នកទៅលើរឿងអ្វីមួយក្នុងពេលតែមួយវាជួយអ្នកឲ្យចេះស្ដាប់ដោយប្រុងប្រយ័ត្នរៀនបានលឿនជាងមុននិងជៀសវាងបាននូវកំហុសឆ្គងនានានៅក្នុងពិភពលោកដែលពោរពេញទៅដោយការរំខានការយកចិត្តទុកដាក់គឺជាជំនាញដ៏មានអានុភាពមួយនៅពេលអ្នកយកចិត្តទុកដាក់ពេញលេញអ្នកនឹងយល់បានកាន់តែច្រើននិងចងចាំបានកាន់តែប្រសើរការយកចិត្តទុកដាក់ធ្វើឲ្យការសិក្សាការងារនិងទំនាក់ទំនងរបស់អ្នកកាន់តែល្អប្រសើរជាងមុនវាបង្ហាញពីការគោរពនិងការទទួលខុសត្រូវរបស់អ្នកផងដែរការផ្ដោតលើរឿងតូចៗជារៀងរាល់ថ្ងៃវាអាចនាំទៅរកលទ្ធផលដ៏ធំធេងនាពេលអនាគតទីណាដែលអ្នកយកចិត្តទុកដាក់ជោគជ័យរបស់អ្នកនឹងកើតមានឡើងការអភិវឌ្ឍជំនាញគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរីកចម្រើនផ្ទាល់ខ្លួននិងការមានវិជ្ជាជីវៈជំនាញជួយឲ្យយើងអនុវត្តនៅភារកិច្ចបានកាន់តែប្រសើរនិងសម្រេចបាននូវគោលដៅរបស់យើងអាចអភិវឌ្ឍជំនាញតាមរយៈការអនុវត្តការរៀនសូត្រនិងបទពិសោធន៍ការអានសៀវភៅការចូលរៀនក្នុងថ្នាក់និងការរៀនពីអ្នកដទៃដែលទាំងនោះគឺជាមធ្យោបាយដ៏មានប្រយោជន៍ក្នុងការកែលម្អជំនាញរបស់យើងការខិតខំប្រឹងប្រែងនិងភាពស៊ីសង្វាក់គឺជាគន្លឹះនៃជោគជ័យនៅពេលដែលយើងផ្ដោតទៅលើការកែលម្អជំនាញទាក់ទងទៅនឹងភាពជាអ្នកដឹកនាំនិងការដោះស្រាយបញ្ហាយើងកាន់តែមានទំនុកចិត្តលើខ្លួនឯងបានច្រើនបញ្ហាប្រឈមក៏បង្រៀនយើងនៅមេរៀនដ៏ល្អនិងមានតម្លៃផងដែរជាពិសេសវាធ្វើឲ្យយើងកាន់តែរឹងមាំជាងមុនការអភិវឌ្ឍជំនាញត្រូវការពេលវេលាក៏ប៉ុន្តែការអត់ធន់ដែលនាំមកនូវលទ្ធផលល្អប្រសើរតាមរយៈការអភិវឌ្ឍជំនាញថ្មីៗរៀងរាល់ថ្ងៃយើងត្រៀមខ្លួននិងរៀបចំខ្លួនសម្រាប់ការផ្លាស់ប្ដូរដ៏លឿនរហ័សនៃពិភពលោកបច្ចុប្បន្ននិងសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់យើង។